សួស្តីអ្នកទាំងអស់គ្នាមកអូនជឿជាក់ថាអ្នកទាំងអស់គ្នាសុខសប្បាយហើយមកអូននឹងកូនវិញក៏សុខសប្បាយដូចគ្នាដែរវីដេអូខ្លីរបស់មកអូនថ្ងៃនេះមកអូនគ្រាន់តែចង់ធ្វើឆ្លើយតបទៅនឹងសំណពរអ្នកដែលចង់ឲ្យមកអូនបង្ហាញថាតើតម្លៃទំនិញនៅស្រុកអាមេរិកនេះបើប្រៀបធៀបជាមួយនឹងចំណូលតើវាសមមាត្រគ្នាអត់អីចឹងវាថ្លៃខ្លាំងឬក៏អត់អញ្ចឹងដើម្បីដឹងថាទំនិញនៅទីនេះថ្លៃឬក៏អត់អញ្ចឹងមកអូនយកចំណូលក្នុង1ម៉ោងធៀបទៅនឹងតម្លៃទំនិញអញ្ចឹងចំណូលក្នុង1ម៉ោងហ្នឹងគឺមកអូនយកចំណូលនៅកាលីហ្វ័រញ៉ានៅតំបន់ដែលមកអូនរស់នៅគឺចំណូលសម្រាប់អ្នកធ្វើការងារដោយប្រើកម្លាំងអត់ប្រើជំនាញអញ្ចឹងនៅកាលីហ្វ័រញ៉ាដូចមកអូនធ្លាប់ធ្វើវីដេអូបង្ហាញហើយអ្នកដែលធ្វើការងារដោយប្រើកម្លាំងអត់ប្រើជំនាញហ្នឹងគឺបាន1ម៉ោងមានថាminimum wage គេ$15ក្នុង1ម៉ោងមានន័យថាប្រាក់ម៉ោងអបបរមាមកអូននឹងបង្ហាញជូនឲ្យទាំងអស់ហ្នឹងគឺមកអូនទៅថតតាំងពីមុនថ្ងៃ14ទៀតប៉ុន្តែដោយសារអត់មានពេលធ្វើវីដេអូជូនពួកអីមួយថ្ងៃហ្នឹងសម្លេងល្អពេកអញ្ចឹងទៅគិតថាចង់រងចាំឲ្យសម្លេងវាដូចដើមវិញប៉ុន្តែចាំដូចជា3ថ្ងៃហើយវាសម្លេងហ្នឹងនៅតែអញ្ចឹងអត់ដូចដើមដដែលអញ្ចឹងទៅក៏មកអូនសម្រាប់ចិត្តថាអូខេធ្វើវីដេអូហ្នឹងជូនតែម្ដងទៅទោះបីជាសម្លេងអញ្ចឹងក៏ដោយអញ្ចឹងសម្លេងរៀងប្លែកតិចកុំឆ្ងល់ហើយមកអូនអត់មានឈឺអីទេគ្រាន់តែសម្លេងដូរតែប៉ុណ្្នឹងឯងអរគុណច្រើននៅក្នុងតារាងមួយនេះមកអូនចង់បង្ហាញអ្វីតាក់ទងទៅនឹងតម្លៃសាំងយើងមានពីរប្រភេទគឺសាំងសុពេនិងសាំងធម្មតាអញ្ចឹងណាហើយមកអូនយកមកបង្ហាញនេះក៏តាពី3ការ៉ាហេកន្លែងចាក់សាំង Costco, Safeway ហើយនិង Chevron Costco ហ្នឹងគឺជាកន្លែងដូចជារបៀបថាលក្ខណៈ wholesale វាកន្លែងបោះដុំហើយណាមួយតើតើយើងជាសមាជិកបង់លុយជាសមាជិកនៅកន្លែងហាង Costco នៅផ្សារ Costco ឬក៏នៅការ៉ា Costco ហ្នឹងបានយើងទៅចាក់សាំងនៅនឹងបានបើយើងអត់មានកាតសមាជិកទេយើងទៅនឹងអត់បានទេតែចំណែក Safeway វិញធម្មតាមានវាអត់ខ្វល់ទេដឹងតែថាឲ្យតែមានលុយគឺវាយកទាំងអស់ទទួលទាំងអស់ហើយ Chevron ដូចគ្នាដែរChevron រៀងថ្លៃជាងគេបន្តិចប៉ុន្តែក៏អត់ក៏ដូច Safeway ដែរវាអត់ខ្វល់ថាតើសមាជិកបានមកចាក់សាំងនៅកន្លែងហ្នឹងបានទេអញ្ចឹងប្រសិនបើប្រភេទសាំងធម្មតាវិញនៅ Costco នៅកន្លែងហាងបោះដុំហ្នឹងគឺមានន័យថាយើងតសមាជិកបានទៅទិញទៅចាក់សាំងបានហ្នឹង1លីត្របើគិតទៅសាំង1លីត្រវាប្រហែលជាតម្លៃ4600លុយខ្មែរវា$1ចុចជាងដល់ពេលបើសាំងស៊ុបពេវិញគឺ1.20ក្នុង1លីត្រហើយបើគិតជាលុយខ្មែរវា4900 5000អញ្ចឹងទៅដល់ពេលនៅ Safeway 1លីត្រវា4700អញ្ចឹងទៅអាសាំងធម្មតាដល់ពេលអាសាំងស៊ុបពេរបស់គេហ្នឹងគឺ1លីត្រ4900ហើយចំណែកនៅ Chevron វិញសាំងធម្មតាវា5100ហើយបើសាំងស៊ុបពេវាឡើង5400ដោយសារកន្លែងហ្នឹងវារៀងថ្លៃហើយបើសួរមកអូនថាកន្លែងហ្នឹងថ្លៃជាងគេហ្នឹងល្អជាងគេមែនអត់ដឹងទេព្រោះអត់ដែរទៅចាក់កន្លែងហ្នឹងទេដោយសារមកអូនបង់លុយជាសមាជិក Costco និយាយទូទៅចាក់តែនៅ Costco ឯងព្រោះវាធូរថ្លៃជាងនៅក្នុងតារាងមួយនេះដែរមកអូនចង់បង្ហាញតទៅនឹងសាច់វិញម្ដងហើយនៅនេះຂະຫນាតគេអត់គិតជាគីឡូក្រាមដូចយើងទេគេគិតជាផោនប៉ុន្តែ1ផោនហ្នឹងវាបានតែ4ខាំជាងទេដល់ពេលអញ្ចឹងហើយដើម្បីងាយស្រួលគិតមកអូនឧបមាណាប្រាប់ហើយក្នុងនោះមកអូនដាក់ថាឧបមាថា1ផោនស្មើកន្លះគីឡូដើម្បីយើងងាយស្រួលគិតណាអញ្ចឹងទៅបើ1ផោនកន្លះគីឡូឧទាហរណ៍ថានេះក្នុងនេះហ្នឹងគឺមកអូនយកផ្សារ Costco ដែលជាផ្សារបោះដុំហើយនិងផ្សារ Walmart ហ្នឹងគឺផ្សារលក់រាយហើយនិយាយទៅនៅផ្សារមួយប្រភេទសាច់ហ្នឹងគេយកមកពីកសិដ្ឋានផ្សេងគ្នាបងអូនដាក់នេះគ្រាន់យកជារូបបង្ហាញទេប៉ុន្តែបើឲ្យប្រៀបធៀបជាប្រភេទកសិដ្ឋានហ្នឹងតែមួយក្នុងតម្លៃពីរផ្សារហ្នឹងគឺអត់មានទេព្រោះផ្សារខ្លះគឺគេមកដាច់យកពីកសិដ្ឋានមួយមកហើយផ្សារខ្លះទៀតគេមកពីកសិដ្ឋានមួយមកទៀតអញ្ចឹងតម្លៃវាកសិដ្ឋានផ្សេងគ្នារបៀបចិញ្ចឹមគេផ្សេងគ្នាតម្លៃក៏ខុសគ្នាដែរប៉ុន្តែដូចជារូបទី1នេះដែលបងអូនដាក់បង្ហាញនេះគឺមានន័យថាកពួនជើងមាន់នៅផ្សារ Costco វាជាផ្សារបោះដុំអញ្ចឹងហើយនៅនឹងវាអត់មានលក់ម្ដង1ផោន2ផោនទេគឺមួយដុំវានឹងគឺមានចាប់ពី10ផោនឡើងហ្មងអញ្ចឹងមួយដុំវាមួយកញ្ចប់ធំគឺ10ផោនឡើងអញ្ចឹងហើយ1ផោនវាតែ1រៀលទេហើយបើគិតជាលុយខ្មែរទៅវាតែ4100ក្នុង1ផោនចាំ1គីឡូវា8000អីទេប៉ុន្តែបើសម្រាប់នៅ Walmart ដោយសារវាជាផ្សារលក់រាយអញ្ចឹងដុំវាគឺវាមកដុំវាត្រឹមតែ1ផោន2ផោន3ផោនអីចឹងវាមានកញ្ចប់វាទូចចឹងល្មមអញ្ចឹងវារៀងថ្លៃដោយសារវាខ្ចប់ជាកញ្ចប់ទូចហើយលក្ខណៈចិញ្ចឹមវា
ដូចមកប្រាប់ចឹងផ្សារផ្សេងគ្នាលក្ខណៈចំផ្សេងគ្នាអ្នកខ្លះចិញ្ចឹមជាលក្ខណៈឲ្យនៅក្នុងជាកសិដ្ឋានដាក់ក្នុងទ្រុងអីចឹងអ្នកខ្លះគេចិញ្ចឹមជាលក្ខណៈបដាក់ប្រឡែងវាឲ្យដើរប៉ុន្តែគ្រាន់ថាជាលក្ខណៈឲ្យចំណីដែរអញ្ចឹងគឺតម្លៃខុសគ្នាឯងអញ្ចឹងនៅក្នុង Walmart គឺ1ផោនដល់$2ជាងវាស្មើនឹងកន្លះគីឡូគឺ9000 1គីឡូវា18000អញ្ចឹងណាអាសាច់កាភូនជើងនឹងដល់ពេលស្លាប់វិញស្លាប់នៅនេះភាគច្រើនគឺមានតែស្លាប់ដោយសារស្លាប់មាត់មិនមាន3កលៈភាគច្រើនគឺសបោតកលៈទី2ឯងកលៈទី1អត់សូវឃើញទេហើយនៅ Costco អាស្លាប់ហ្នឹងគឺ1ផោនឬក៏កន្លះគីឡូហ្នឹងវាស្មើនឹង$3ប៉ុន្តែបើនៅ Walmart ឡើង$5នៅក្នុងតារាងមួយនេះទៀតមកអូនបង្ហាញពីតកតងទៅនឹងសាច់គោវិញម្ដងសាច់គោគេមានច្រើនប្រភេទវាមានតាំងពីអាសាច់ធម្មតាមកអូនបង្ហាញនេះគឺមកអូនបង្ហាញសាច់ធម្មតានិងសាច់ជាប់ខ្លាញ់តិចប៉ុន្តែមានតាំងពីសាច់ steak មានតាំងពីអាសាច់អីគេច្រឡកផុយមានសាច់ជាប់ឆ្អឹងជំនីមានឆ្អឹងជំនីអីទៀតវាច្រើនមុខមកអូនអត់បង្ហាញទេតែអ្វីដែលចង់បង្ហាញហ្នឹងគឺបង្ហាញសាច់ពីរមុខនេះដោយសារមកអូនចូលចិត្តទិញអាសាច់ហ្នឹងទី1សាច់ហ្នឹងសាច់សុទ្ធអត់មានជាប់ខ្លាញ់ទេនិងទី2សាច់ជាប់ខ្លាញ់អាខាងក្រោមហើយផ្សារគឺមកអូនបង្ហាញតែពីផ្សារដដែលគឺ Costco និង Walmart ដដែលអញ្ចឹងបើនិយាយពីសាច់សុទ្ធអាសាច់អត់មានខ្លាញ់នេះនៅ Costco វា1ផោនវា$5ជាង$5កន្លះវា1កន្លះគីឡូវាប្រហែលជា22500អញ្ចឹងទៅ1គីឡូវា45000មកអូនគាត់ថាប៉ុណ្ណឹងប្រហែលជាតម្លៃនៅស្រុកខ្មែរដែរទេហើយដល់ពេលអាសាច់ជាប់ខ្លាញ់វារៀងថ្លៃដែរសាច់ជាប់ខ្លាញ់តាមពិត Costco វាគួរតែជាផ្សារបោះដុំវាធូរថ្លៃប៉ុន្តែដល់ពេលសាច់ជាប់ខ្លាញ់វាថ្លៃជាងនៅ Walmart វិញអាហ្នឹងមកអូនក៏អត់ដឹងដែរដោយសារអាថ្ងៃមកអូនទៅហ្នឹងនៅ Costco តម្លៃវា1ផោនកន្លះគីឡូវា$9ហើយ$8.99ហ្នឹងវា$9ហើយវាចូល36,000 37,000អីចឹងណាហើយដល់ពេល1ផោននៅ Walmart សាច់សុទ្ធវា$6.46ហ្នឹងវាដូចថា26500អញ្ចឹងណាហើយ1គីឡូវា53000អញ្ចឹងទៅដល់ពេលអាសាច់ជាប់ខ្លាញ់នៅ Walmart 1គីឡូតែ60000ជាងឯងអញ្ចឹងវាពេលខ្លះអាកន្លែងខ្លះធូរថ្លៃជាងកន្លែងខ្លះថ្លៃជាងអញ្ចឹងដូចមកអូនប្រាប់អញ្ចឹងវាអត់មានកន្លែងកសិដ្ឋានតែមួយអត់មានអ្នកលក់តែចង់និយាយថាកសិដ្ឋានដែលយកមកផ្សេងគ្នាកសិដ្ឋានខ្លះគឺវាថ្លៃកសិដ្ឋានខ្លះវាធូរថ្លៃជាងអញ្ចឹងហើយផ្សារគឺអត់ទទួលយកដូចថា Costco វាអត់មានទទួលច្រើនកសិដ្ឋានទេដូចរបៀបថាគេមានតំណែងផ្ដាច់មុខមកពីខាងណាអញ្ចឹងដូចគាត់ដូចមកអូនបញ្ជាក់ពីកន្លែងធ្វើសាច់មាន់មិនអញ្ចឹងគឺយកតារូបមកដើម្បីបង្ហាញថាអារូបសាច់ដូចអញ្ចឹងប៉ុន្តែកសិដ្ឋានវាផ្សេងគ្នាអញ្ចឹងតម្លៃវាក៏ផ្សេងគ្នាដែរនៅក្នុងតារាងមួយនេះមកអូនចង់បង្ហាញតទៅនឹងសាច់ជ្រូកវិញម្ដងសាច់ជ្រូកក៏ដូចជាអត់ខុសពីសាច់គោដែរវាមានច្រើនប្រភេទប៉ុន្តែមកអូនបង្ហាញតែពីរមុខទេតែសាច់កន្លែងនេះមកអូនអត់ស្គាល់ទេថាសាច់នេះគេហៅឈ្មោះសាច់អីប៉ុន្តែវាគ្រាន់មានលីខ្លាញ់តិចហើយនឹងមួយទៀតគឺឆ្អឹងជំនីជ្រូកដោយសារសាច់ពីរហ្នឹងគឺមកអូនទិញហើយសាច់3ជាន់យូរមកអូនទិញម្ដងមកអូនអត់សូវទិញទេដោយសារវាខ្លាំងពេកមកអូនអត់ចូលចិត្តញ៉ាំហើយណាមួយនៅ Costco អត់មានមកអូនរត់ឃើញអាសាច់3ជាន់ណាមានតែនៅ Walmart អញ្ចឹងមកអូនអត់ចង់ប្រៀបធៀបតម្លៃឲ្យព្រោះវាមានតែមួយផ្សារនៅ Walmart អញ្ចឹងប៉ុន្តែនៅ Asian Store វាមានដែរតែមកអូនអត់ប្រៀបធៀបតម្លៃមួយ Asian Store ទេហ្នឹងមកអូនចាំដាក់ Asian Store ហ្នឹងថ្ងៃផ្សេងដាច់តែឯងអញ្ចឹងបើសិនជាអាសាច់ខាងលើនេះតម្លៃវាអត់សូវខុសគ្នាប៉ុន្មានទេហើយនៅ Costco កន្លះគីឡូវា$3ជាង$3.70សេនឬក៏កន្លះគីឡូ15000អញ្ចឹងទៅ1គីឡូ30000អញ្ចឹងណាតែបើនៅ Walmart កន្លះគីឡូវា17000 1គីឡូវា34000អញ្ចឹងទៅវាខុសគ្នាតិចតួចហើយដល់ពេលបើឆ្អឹងចានីវិញក៏អត់ខុសគ្នាប៉ុន្មានដែរឆ្អឹងចានីនៅ Walmart មួយផោន$3.75 74.75ហ្នឹងវាស្មើដល់កន្លះគីឡូ15000ហើយដល់ពេលនៅ Costco កន្លះគីឡូ14000អញ្ចឹងដល់ពេលសាច់ជ្រូកហ្នឹងគឺវាអត់ថ្លៃហ្មងសាច់ជ្រូកគឺជាសាច់ដែលធូរថ្លៃជាងអញ្ចឹងណាមិនថាស្រុកខ្មែរឬក៏ស្រុកនេះទេដោយសារម្នាក់អត់សូវចង់ញ៉ាំសាច់ជ្រូកអញ្ចឹងទៅហើយជាទូទៅសាច់ជ្រូកមកអូនអត់សូវទិញទេមកអូនទិញតែឆ្អឹងចានីព្រោះអត់ដូចមកអូនប្រាប់ចឹងថាមកអូនអត់សូវញ៉ាំសាច់ជ្រូកទេមកអូនញ៉ាំតែសាច់គោត្រីនិងសាច់មាន់តែប៉ុណ្្នឹងឯងរាល់ថ្ងៃអញ្ចឹងបានតាក់ទងនឹងសាច់ជ្រូកអីហ្នឹងមកអូនអត់សូវស្គាល់ហើយក៏អត់សូវញ៉ាំដែរនេះមកអូនចង់សរុបឡើងមកវិញថាសម្រាប់អ្នកដែលរស់នៅ California ហើយធ្វើការដោយប្រើកម្លាំងបាយអត់ប្រើជំនាញទេប្រើកម្លាំងពលកម្មមានន័យថាធ្វើការងារ
អត់ជំនាញហើយបានប្រាក់ម៉ោងទាបបំផុតក្នុង1ម៉ោង$15អញ្ចឹងមានន័យថាអ្វីដែលគាត់រក1ម៉ោងមកគាត់អាចយកទៅទិញអាចបើថាយកទៅចាក់សាំងគឺបានចន្លោះពី11ទៅ13លីត្រទៅតាមប្រភេទសាំងនិងទៅតាមប្រភេទការ៉ាស់តើគាត់ទៅចាក់នៅការ៉ាស់មួយណាចាក់សាំងប្រភេទអីសាំងសូពែឬក៏សាំងធម្មតាអីចឹងទៅហើយបើគាត់យកទៅទិញសាច់មាន់ទិញស្លាប់មាន់ទិញជើងមាន់បើជើងមាន់វិញនៅ Costco នៅផ្សារដែលធូរថ្លៃជាងគេហ្នឹងគឺគាត់ទិញដល់បានទៅ5-10ផោនវា7គីឡូកន្លះហើយបើទិញស្លាប់មាន់បានតិចទេបានដោយសារស្លាប់មាន់ថ្លៃជាងផ្លូវមាន់អញ្ចឹងណាស្លាប់មាន់បានតែ2គីឡូជាងឯងហើយបើទិញសាច់គោទិញសាច់សុទ្ធអាចថាបាន1គីឡូ2ខាំក្នុង$15ហ្នឹងបើទិញសាច់លាយខ្លាញ់បានអត់ដល់1គីឡូទេដោយសារសាច់លាយខ្លាញ់វារៀងថ្លៃហើយបើសិនជាយកទៅទិញសាច់ជ្រូកបានជិត2គីឡូទិញឆ្អឹងជំនីបានជិត2គីឡូអញ្ចឹងអ្នកទាំងអស់គ្នាអាចយកអ្វីដែលមកអូនបង្ហាញនេះយកទៅប្រៀបធៀបមើលទៅថាចំណូលរបស់អ្នកទាំងអស់គ្នាតើបានប៉ុន្មានហើយបើចំណូលអ្នកនៅនេះគេទិញបានប៉ុណ្ណឹងអញ្ចឹងណាអានេះគឺសម្រាប់ប្រាក់ម៉ោងទាបបំផុតមានន័យថាអ្នកនឹងធ្វើការងារដោយប្រើកម្លាំងពលកម្មអត់ប្រើជំនាញហើយការងារជំនាញបានលើសនឹងអញ្ចឹងការងារជំនាញវាបានច្រើនជាងនឹងទៀត